នេះគឺជាការប្រណាំងទាំង3ថ្ងៃពេញរបស់ទូកងត្រីភាពសែនជ័យបារមីតេជោទូកនេះផងដែរគឺជាអំណោយរបស់លោកអ្នកអង្គការត្រីភាពនិងលោកជំទាវអ្នកអង្គការគៀនស្រីនាងហើយទូកងត្រីភាពសែនជ័យបារមីតេជោនេះផងដែរគឺស្ថិតនៅវត្តសុភីឃុំតាក់វិលស្រុកស្អាងខេត្តកណ្ដាលហើយទូកងត្រីភាពសែនជ័យបារមីតេជោនេះផងដែរតែងតែចូលរួមការប្រកួតជារៀងរាល់ឆ្នាំផងដែរអាខាននៅឡើយដោយក្នុងឆ្នាំ2024នេះផងដែរឃើញថាលបឿនទូកងត្រីភាពសែនជ័យបារមីតេជោគឺពិតជាល្អមែនតើមួយខណ្ឌសែនសុខរាជធានីភ្នំពេញចាល្អមើលមែនតើបងប្អូនគូជាបន្តត្រីភាពសែនជ័យបារមីតេជោរបស់លោកអ្នកអង្គការត្រីភាពនិងលោកជំទាវចាអ្នកអង្គការគៀនស្រីនាងជាមួយនឹងបុផាសួស្ដីធម្មតីតជារបស់សម្ដេចមហាបវរធម្មតីហ៊ុនម៉ាណែតអីខ្សែទឹកខាងក្នុងអើយកំពុងរងមកក្នុងឬយ៉ាងណាខ្សែទឹកខាងក្នុងដកអើយត្រីភាពសែនជ័យបារមីតេជោដកអើយដកទៅលើទូកបុផាសួស្ដីធម្មតីតជារបស់សម្ដេចមហាបវរធម្មតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជើងទី1នឹងមិនទទួលបានលទ្ធផលទេសម្ដេចចាំមើលតិចសិនអត់ទេអត់ទាន់ចាំមើលទេគឺមកសង្កត់ពាក់កណ្ដាលទូកចាសង្កត់ពាក់កណ្ដាលទូកគឺត្រីភាពសែនជ័យបារមីតេជោរបស់អ្នកអង្គការចាលោកអ្នកអង្គការទន្ទឹមនឹងកងពាន់ទី2ហាក់ដូចជានៅប្រគៀបប្រកាត់គ្នាចាបដូរវិញហើយបច្ចេកទេសនៃការអមបុផាសួស្ដីធម្មតីតជារបស់សម្ដេចមហាបវរធម្មតីហ៊ុនម៉ាណែតហាក់ដូចជាមានប្រៀបវិញបាទបដូរខ្សែទឹកលទ្ធផលប្រែប្រួលដែរចាដូរវិញហើយបុផាសួស្ដីល្អណាស់បាទធម្មតីតជាឥឡូវយើងដកនេះបងដកច្រើនខ្ទង់ណាស់នេះដកហើយ4-5ខ្ទង់ហើយបាទ4-5ខ្ទង់ហើយចាទូកនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធម្មតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបុផាសួស្ដីធម្មតីដេកចាស់មកពីខាងកំពង់ចាមកងមាសគូពិសេសបានឈានចូលដល់គូពិសេសឲ្យបងប្អូនជាទីគោរពរាប់អានឥឡូវនេះឃើញថាមកដល់មុខព្រះពលាជ័យខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបត្រីភាពសែនជ័យបារមីតេជោរបស់លោកអ្នកអង្គការត្រីភាពនិងលោកជំទាវអង្គការគៀងស្រីនាងកំពុងតែមានព្រៀបទៅលើក្តាមប្រៃដែលជាទូកទទួលបានការឧបត្ថម្ភពីឯកឧត្តមហ៊ឺវីរៈនិងឯកឧត្តមអភិបាលខេត្តផ្ទាល់តែម្ដងចាឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបាទចំណែកគូបាទខ្សែទឹកខាងក្រៅត្រីភាពសែនជ័យបារមីតេជោជាអ្នកទទួលបានជ័យជំនះគូពិសេសទី1ភេសជ្ជៈ50កេសនិងឯកសណ្ឋាន5ព្រះសិរីមនីរាជតេជោសែនភេសជ្ជៈ20កេស6រំដួលប្រជេសសែនជ័យបារមីវត្តដីដោះភេសជ្ជៈ15កេសឯកសណ្ឋាន7ស្រីសស្វាយជែកសែនជ័យបារមីព្រះអង្គថ្មសនៅភេសជ្ជៈចំនួន50សំដៅ20កេសចាចាក់យោងទូកមកលឿនទាំងសភនភាពក៏លិចដដែលដាច់បដាហើយអាចថាមកកងអាចថាដាច់ក៏ថាបានដែរចាឈ្នះជាលើកទី2យើងខ្ញុំអាចថាបានចាដូច្នេះសូមត្រឡប់ទៅទូកគូទី69លេខរៀងទី60អំសនីបាទអឹងដារ៉េតបាទអឹងដារ៉េតហើយក៏មានការសហការពីឧបត្ថម្ភពីឯកឧត្តមសេនីយ៍ឯកជួននរិនចាអគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចាហើយក៏មានឯកឧត្តមលោកជំទាវជាច្រើនដែលបានចូលរួមសហការឧបត្ថម្ភខ្សែទឹកខាងក្នុងបងប្អូនត្រីភាពសែនជ័យបារមីតេជោរបស់លោកអ្នកអង្គការត្រីភាពនិងលោកជំទាវអង្គការគៀងស្រីនាងចាឃើញថាដាច់ហើយដាច់ទៅលើជ័យសំរោងដៃជះប្រគុណម្ចាស់តែគង់នៅវត្តសំរោងកដាលបាទឥឡូវនេះមិនទាន់ទទួលបានជ័យជំនះទេសម្រាប់ជើងទី1នេះនេះកុំអីដាច់ហើយមើលវាឆាប់ចឹងវានេះ